ធ្វើការនៅក្នុងគម្រោងចលនាភូមិថ្មីនៅខេត្តកំពតនេះគឺដែលមានការចាត់តាំងពីថ្នាក់ដឹកនាំក្រសួងវត្តជនបទហើយដែលមានអាដាមហ៊ូសំអួនរដ្ឋលេខាធិការនៃក្រសួងវត្តជនបទលោកជាប្រធានគណៈកម្មការដឹកនាំគម្រោងវត្តជនបទដោយប្រើប្រាស់វិធីសាស្ត្រចលនាភូមិថ្មីប៉ុន្តែនិយាយដល់ឡែកនៅខេត្តកំពតយើងនេះមានរចនាសម្ព័ន្ធដូចខាងក្រោមដែលមានលោកទៀងដាំប្រធានទីវត្តជនបទលោកជាប្រធានក្រុមការងារហើយរូបមាត់ចិនចិមជាអនុប្រធានទីនិងជាអនុប្រធានក្រុមការងារហើយមានមន្ត្រីសម្របសម្រួលតាមភូមិគឺមាន4រូបដោយមួយលោកកៅថាវរិទ្ធលោកទទួលទុកនៅខាងសម្រាប់តងនៅក្នុងភូមិតែមដីមានចំនួន3ភូមិគឺភូមិតោកវែងភូមិកពាំងព្រៃនិងភូមិព្រៃរំដួលហើយលោកស៊ុយមួលោកទទួលទុកនៅក្នុងក្រុងបាមនហើយធ្វើការនៅក្នុងសង្កាត់បាមនមានចំនួន2ភូមិគឺភូមិកពាំងលើកនិងភូមិគង់ហើយនៅក្នុងក្រុងបាមននេះទៀតគឺមានមជ្ឈមណ្ឌលចលនាភូមិថ្មីដែលកំពុងធ្វើការសាងសង់រហូតមកដល់ពេលនេះគឺបានប្រហែលជា 30% នៃផែនការហើយតែយើងគ្រោងនឹងបញ្ចប់នៅថ្ងៃទី23ខែកុម្ភៈឆ្នាំ2017ហើយដំណើរការអនុវត្តហើយគោលដៅឲ្យប្រើប្រាស់ហើយនៅក្នុងខែមីនាឆ្នាំ2017ទីលោកនៅខេត្តកំពតយើងគឺធ្វើការអនុវត្តគំរូដោយប្រើប្រាស់វិធីសាស្ត្រចលនាភូមិថ្មីគឺមានចំនួន10ភូមិដូចខ្ញុំបាននិយាយរៀបរាប់ពីខាងដើមហើយគម្រោងនេះទៀតថោតគឺផ្ដោតសំខាន់បាទទៅលើការវិវត្តចម្រុះគឺធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋនៅក្នុងភូមិទាំង10ដែលជាភូមិសរបងរបស់ខេត្តកំពតយើងនេះគាត់មានការផ្លាស់ប្ដូរនៅផ្នត់គំនិតគាត់ដោតទៅលើគោលគំនិត3គឺការចេះជួយខ្លួនឯងឧស្សាហ៍ព្យាយាមនិងសហប្រតិបត្តិការអញ្ចឹងឃើញថាគម្រោងនេះបានធ្វើការរយៈពេល1ឆ្នាំបានត្រូវបានបញ្ចប់និងឈានចូលដល់ឆ្នាំទី2អញ្ចឹងជាទ្រព្យសំណាងមួយដែរគឺខេត្តកំពតយើងបានជាប់ចំណាត់ថ្នាក់ភូមិល្អប្រសើរនោះហៅថាភូមិលេខ1បានចំនួន2ភូមិគឺមានមួយនៅភូមិសវងលើហើយពីរនៅភូមិកពាំងលើហើយចំណាត់ថ្នាក់ទី2គឺមាននៅភូមិប្រៅវិញនិងភូមិអង្គពោប្រសាផងដែរហើយបើនិយាយដល់ឡែកសម្រាប់ប្រៀបធៀបទៅនឹងខេត្តទាំង3ទូទាំងប្រទេសមានខេត្តត្បូងឃ្មុំខេត្តតាកែវនិងកំពង់ស្ពឺគឺភូមិសវងលើមានបន្ទុកខ្ពស់ជាងគេដែលភូមិមានចំណាត់ថ្នាក់ល្អជាងគេទូទាំង3ខេត្តបាទចំពោះភូមិដែលមានចំណាត់ថ្នាក់លេខ1និងលេខ2នេះគឺមានសុចនាករវត្តវែងទៅលើការអនុវត្តគម្រោងបានជោគជ័យហើយមានការចូលរួមគ្រប់ហើយមានការផ្លាស់ប្ដូរនៅក្នុងគំនិតរបស់ជាពលរដ្ឋតែពេលមុនគាត់រងចាំតែគេជួយអង្គការឬក៏រដ្ឋាភិបាលជួយគាត់តែម្ដងសូម្បីតែផ្លូវនៅមុខផ្ទះមានផ្លូវលុបអីក៏គាត់អត់មានស្មារតីចិត្តជួយខ្លួនឯងទេផ្ទះសំបែងហើយការសម្អាតលំនៅឋានរបស់ពួកគាត់ឬក៏របស់ផ្ទះនិងការអភិវឌ្ឍនៅក្នុងភូមិផ្សេងគឺគាត់ពុំទាន់មានការយល់ដឹងអញ្ចឹងធ្វើឲ្យពេលដែលគម្រោងនេះបានផ្សព្វផ្សាយដល់ពួកគាត់នឹងបានចូលទៅការអនុវត្តក្នុងភូមិរបស់ធ្វើគាត់មានការផ្លាស់ប្ដូរផ្នត់គំនិតគាត់ចេះជួយខ្លួនឯងគាត់ធ្វើការសម្អាតអនាម័យបរិស្ថានគ្រប់បែបយ៉ាងហើយមួយទៀតគឺគេឲ្យតម្លៃបាទទៅលើការអនុវត្តគម្រោងហ្នឹងគឺគម្រោងដែលដាក់ឲ្យគាត់បានធ្វើបានជោគជ័យគម្រោងគាត់នៅក្នុងភូមិឧទាហរណ៍គម្រោងគាត់មាន10គឺគាត់ធ្វើសម្រេចបានទាំង10តាមផែនការហើយមានការបរិភាគចូលរួមខ្ពស់បរិភាគនៅក្នុងគម្រោងទៀតសោះគម្រោងបានកំណត់ថាមិនឲ្យតែជាង 30% នៃថវិកាសរុបរបស់គម្រោងប៉ុន្តែផ្ទុយទៅវិញការអនុវត្តជាក់ស្ដែងអ្នកភូមិមានឆន្ទៈចូលរួមរហូត
បើយើងគិតជាមធ្យមរហូតដល់40ទៅ50%បរិកិច្ចនៃថវិកាសរុបរបស់គម្រោងនេះជាភាពជោគជ័យរបស់គម្រោងបាទការឧស្សាហ៍ព្យាយាមគាត់ចេះជួយគ្នាសហការគ្នាបាទមកចូលតាំងពីការចូលរួមប្រជុំការចូលរួមបដិបដាលពីមន្ត្រីសម្របសម្រួលថ្នាក់ខេត្តក៏ដូចជាអញ្ជើញគាត់មកបដិបដាលនៅមន្ទីរអំពីការហើយជ្រូកនេះគម្រោងទិញឲ្យ2ខ្ញុំទិញបញ្ចូលខ្លួនឯង3ទៀតហើយមេ1សាច់2ចាហើយខ្ញុំធ្វើនេះវាបានចំណេញក្នុងការដាំដុះហើយនឹងបានអាចរៀននេះយកទៅធ្វើជាជីហើយដាំបន្លែទៀតចាមន់ក្នុងគម្រោងហ្នឹង15ហើយឥឡូវវាកើតបានទាំងអស់46មន់បាទចាឥឡូវអាមន់ទូចនោះអាហ្នឹងចេញពីណាមិញនឹងចេញពីក្នុងគម្រោងហ្នឹងដែរមន់ចាឥឡូវមន់ក្រាបពងប៉ុន្មានហើយមន់ក្រាបពង3ហើយណាចាបាទអរគុណវិញណាពង2ពង2ចាអាមន់ធំៗហ្នឹងធំមកហើយណាចាបាទនេះណែបានលក់ម្ដងនៅថ្ងៃមុនលក់បាន3អូបាទគុណវិញណាមិនសំអីអនណាស់បងណានេះបានចង់សម្រស់បងមានស្រីបងជ្រូកបងប៉ុន្មានណាបងខ្ញុំ6ទេកាលគម្រោងគេឲ្យប៉ុន្មានបងឲ្យ2អញ្ចឹងបងថែម4ទៀតហ៎បាទអញ្ចឹងបងណាថែមបានច្រើនហ្នឹងហើយបាទល្អសំមុំចាក់ឲ្យបងសូមថ្នមអើយបានជាគ្នាបានបងសូមនាងកុំភ័យបងខ្លាំងដូចជាឲ្យធៀបទៅនឹងកាលពីមុនយើងថាប្រើប្រាស់ដីកន្លះគីឡូប្រើប្រាស់ថា10នាទីអញ្ចឹងដល់ពេលដងនៅចិត្តអញ្ចឹងបងប្រើប្រាស់រយៈពេលប្រមាណឲ្យមានភាពងាយស្រួលមិនខ្លះបាទយីបានពន់ចិត្តចឹងណានៅចិត្តផ្ទះហ่ะចាស្រួលអត់បាច់ដល់ទឹកក្នុងក្រៅហើយមានចិត្តសប្បាយទេទៅមកវាចូលមកគោចិត្តសប្បាយហ្នឹងហើយជួយថែរតាអត់ទេជួយថែរតាដងនេះទី1បងកុំឲ្យមានសម្រាមអីនៅជុំវិញហើយទី2បងកុំឲ្យគេខ្ទប់ជាពួយឯងពេលខ្ទប់អត់នេះខូចអានេះខ្នោះធ្វើវាពេលបងជាគាត់ទៅចឹងអាខូចស្បែកវាខាងក្នុងចាំដល់ក្មេងណាចុះបាទអត់មានអេសអុយទេបាទមកស្អាតអត់ដុសសាប៊ូដុសអីមកស្អាតល្អណាស់គ្រឿងអូគ្រឿងអីទេបាទអរគុណលោកពូបាទមានណាបានចាប់ពួយទីជួយចឹងហ៎លោកមុខរបរហ្នឹងបងចាប់ដើមយូរនៅប្រហែលជាមួយឆ្នាំជាឆ្នាំហ្នឹងបងកាក់កបទេមានម៉ូយទេលោកតែក្នុងពុំហ្នឹងណាបាទអីបងអីលោកបានចាប់ពួយណាលោកនេះយូរនៅមិញបានបានខែបានខែឡើយទេហើយមិញបានទទួលអន្តទានពីគម្រោងដែរទេបានតែប៉ុន្មានដែរ$200ណាបាទចុះ$200អ្នកមិញយកមកទិញអីវ៉ាន់ដើម្បីលក់ចូលនៅទីនេះណាហើយលក់ដាច់ទេមិញហើយណាដាច់តែអត់លឿនអងចាទី3លើកដៃជួងដងម្ដងគោយន្តបងមួយបោះពួយលឿនអងចាលំនប់ហើយនឹងប្រឡាយទឹកមើលមានច្រើនសំថឹកគ្មានខ្វះអត់ត្រង់ណាលំនប់ហើយនឹងប្រឡាយបងចាប់មើលមានច្រើនសំថឹកអានេះ25រងបងដាំអីគេបងអាហ្នឹងតសក់ណាបាទអានេះហៅតសក់អីនេះសក់បបងដាំរយៈពេលប្រហែលថ្ងៃហ៎បងប្រហែលខែ42ថ្ងៃណា42ថ្ងៃប៉ុណ្ណាអាចចិញ្ចឹមប្រហែលថ្ងៃទៀតបានបេះបងវាអាចផ្លែ5ថ្ងៃទៀត5ថ្ងៃទៀតទេចុះមានន័យថាមានផ្លែហើយផ្លែមួយអូបាទនោះមុនផ្លែបាទតែភូមិតាពាំងលើកមានដីសាធារណៈសល់ច្រើនអាចយើងអាចធ្វើការអភិវឌ្ឍទីស្រះឬក៏កែលម្អទៅលុបនឹងឲ្យមានទឹកសម្រាប់ស្រោចស្រពអីគឺល្អអ
ចេញដីថែមអញ្ចឹងយកទៅចាក់កែលម្អផ្ទះមុខផ្ទះរបស់គាត់អញ្ចឹងទៅអញ្ចឹងធ្វើឲ្យស្រះហ្នឹងវាធំលើសពីគម្រោងទៅជាម្ដងទៀតនោះរឿងស្អីហើយនឹងថាចិត្តឲ្យអូនថ្មីនេះគឺជាប្រធានបទមួយក៏ដូចជាគម្រោងមួយដែលគេអភិវឌ្ឍទទួលបានជោគជ័យនៅប្រទេសកូរ៉េបាទហើយរាជរដ្ឋាភិបាលប្រមុខរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចកែមហាធនាបតីដៃជូលោកបានទទួលទស្សនកិច្ចនិងបានសហប្រតិបត្តិការជាមួយនឹងកូរ៉េសូមគម្រោងនេះមកធ្វើការអនុវត្តនៅក្នុងប្រទេសកម្ពុជាដែលការអនុវត្តជនបទឲ្យប្រើប្រាស់ចលនាភូមិថ្មីនេះគឺចំជាម៉ូដែលពីប្រទេសកូរ៉េប៉ុន្តែធ្វើតាមលំនាំរបស់ប្រទេសកម្ពុជាយើងបាទអានេះយើងមិននិយាយថាជារង្វាន់តែជាផែនការដោយសារជាទូទៅមួយឆ្នាំគាត់ត្រូវបានទទួល$20000សម្រាប់ក្នុងមួយភូមិប៉ុន្តែដល់ពេលភូមិគាត់ទៅជាប់លេខ1គាត់ត្រូវបានធ្វើជាគុណជា2បានន័យថា100%អញ្ចឹងគាត់ត្រូវបាន$40000ក្នុងឆ្នាំនេះអញ្ចឹងក្នុង$40000ហ្នឹងគណៈកម្មការគម្រោងភូមិហ្នឹងគាត់បានចាត់ចែងទៅជា3គម្រោងធំមានគម្រោងបង្កើនប្រាក់ចំណូលហ្នឹងគាត់យកទៅធ្វើដាក់ជាអនុទានសម្រាប់ប្រជាជនគាត់ជ័យបង្កើនប្រាក់ចំណូលហើយមួយទៀតគាត់ទៅយកទៅធ្វើគេហៅថាសួនដំណាំគ្រួសារហ្នឹងគាត់ទិញជាលូចែកជូនប្រជាជនឲ្យគាត់សាងសង់លូអញ្ចឹងទៅហើយលក្ខខណ្ឌរបស់គាត់គឺឲ្យប្រជាជនបង្កើតជាសួនច្បារតាមគ្រប់គ្រួសារបាទហើយគម្រោងមួយទៀតការលម្អបរិស្ថានក្នុងគម្រោងហ្នឹងគាត់យកថវិកាហ្នឹងទៅធ្វើជាតាំងសង់កែលម្អបណ្ណាល័យរបស់គាត់ហ្នឹងរោងបនភូមិគាត់ហ្នឹងធ្វើជាលបងចាក់សាបក្រាលអត់ក្រូអីចឹងទៅហើយនឹងមួយទៀតគាត់ធ្វើជាការចល័យមួយសម្រាប់ការងារចលនាភូមិថ្មីនៅក្នុងភូមិហ្នឹងបាទហើយមួយទៀតគម្រោងពង្រឹងស្មារតីហ្នឹងគាត់យកថវិកាហ្នឹងទៅបើកវគ្គទី1គឺបើកវគ្គបណ្ដុះបណ្ដាលឲ្យអ្នកភូមិហ្នឹងគាត់យល់ដឹងឲ្យកាន់តែច្បាស់អំពីគោលគំនិតសំខាន់របស់ចលនាភូមិថ្មីបាទហើយនឹងទស្សនកិច្ចសិក្សាបានន័យថាគាត់មានគម្រោងទៅដកត្រង់បទពិសោធន៍ពីខេត្តដែលគេធ្វើចលនាភូមិថ្មីដែរហ្នឹងយកមកឲ្យជាបទពិសោធន៍របស់គាត់អនុវត្តក្នុងគម្រោងគាត់អរគុណណាស់បាទកាលប្រហែលជាចូល56%មកណាបាទអាគារនេះគ្រោងបញ្ចប់នៅឆ្នាំណាបងគ្រោងបញ្ចប់បើជាខែ1នៅក្នុងឆ្នាំគេបើសិនជារួមមកបើជារួមនៅក្នុងឆ្នាំ2017ខែ1ឆ្នាំ2017បាទដោយនេះមានន័យថាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលចលនាភូមិថ្មី Cambodia Samar Onglo Training Center នឹងចាប់ផ្ដើមដំណើរការរបស់ខ្លួននៅដើមឆ្នាំ2017នេះហើយនៅពេលនោះប្រជាពលរដ្ឋថ្នាក់ដឹកនាំភូមិដែលស្ថិតនៅក្នុងគម្រោងឬក្រៅគម្រោងនៅទូទាំងប្រទេសកម្ពុជានឹងមកសិក្សារៀនសូត្រស្ដីអំពីចលនាភូមិថ្មីនៅទីនេះនៅទីនេះមានយើងកសាងអីខ្លះបងអាចបញ្ជាក់បានទេយើងកសាងជាបន្ទប់professor ហើយនឹងបន្ទប់បង្រៀនវឹកហាត់ training បាទច្រើនទៀតហើយមានលានកីឡាហើយនឹង landscape បាទខ្មែរយើងគេហៅថាធូនច្បារបាទជុំវិញនឹងបាទថវិកាគ្រោងគឺដែលសាងសង់នេះគឺជាជំនួយរបស់កុយការបាទជាជំនួយមកពីកុយការកូរ៉េមជ្ឈមណ្ឌលបណ្ដុះបណ្ដាលចលនាភូមិថ្មីហៅកាត់ថា SMUTC ចង់ឃើញប្រជាពលរដ្ឋនៅតាមទីជនបទនៅក្នុងប្រទេសកម្ពុជាកាន់តែសប្បុរសប្បាយនិងអាចកាត់បន្ថយភាពក្រីក្ររបស់ខ្លួនកាន់តែឆាប់បានមួយកម្រិតទៀតយើងសង្ឃឹមថាកន្លែងនេះគឺជាកន្លែងចែករំលែកនូវចំណេះដឹងចំណេះធ្វើនិងជំនាញរវាងកម្ពុជានិងកូរ៉េទាក់ទងជាមួយនឹងការវិវត្តមូលដ្ឋាននៃជនបទដ៏ល្អផងដែរ
when I come here, I went to the village. There's nothing. Yeah, but after a few months, they complete their the project. So that's why I'm very surprised. Just a few months, they build the chicken cage or pig cage, and even they can build blood brain. I think this project is very good for the company and the people. So I will expect after I go back to Korea next year, but I want to be here more time in the future because I want to see how they develop their own business. Thank you. បញ្ជាក់ថាមជ្ឈមណ្ឌលនេះត្រូវការបុគ្គលិករបស់ខ្លួនចំនួន23រូបក្នុងនោះបុគ្គលិកជនជាតិកូរ៉េ2រូបនិងកម្ពុជា21រូបហើយកម្ពុជាគឺជានាយកនៃមជ្ឈមណ្ឌលនេះយើងខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអៀងដាំប្រធានមន្ត្រីអភិវឌ្ឍជនបទខេត្តកំពង់ស្ពឺដែលអនុញ្ញាតផ្ដល់ឱកាសឲ្យក្រុមការងាររបស់យើងខ្ញុំបានយកព័ត៌មានស្ដីអំពីចលនាភូមិថ្មីនេះសូមថ្លែងអំណរគុណចំពោះលោកចិនជឹមអនុប្រធានមន្ត្រីអភិវឌ្ឍជនបទនិងជាអ្នកទទួលបន្ទុកគម្រោងនៃចលនាភូមិថ្មីនេះដែលបានផ្ដល់បទសម្ភាសន៍ដ៏ល្អជូនក្រុមការងាររបស់យើងខ្ញុំនិងបានជួយសម្រួលនៅក្នុងការយកព័ត៌មាននេះសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះថ្នាក់ដឹកនាំនៃក្រសួងអភិវឌ្ឍជនបទពិសេសអារម្មណ៍អ៊ូសំអួនរដ្ឋលេខាធិការនៃក្រសួងអភិវឌ្ឍជនបទនិងជាប្រធានគណៈកម្មការគ្រប់គ្រងនិងដឹកនាំគម្រោងអភិវឌ្ឍជនបទដោយប្រើប្រាស់វិធីសាស្ត្រចលនាភូមិថ្មីសមលអ៊ុនដុងក្រោមជំនួយហេរ៉ាតុទៀនសហប្រតិបត្តិការរបស់សាធារណរដ្ឋកូរ៉េសូមអរគុណ